បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរអ្នកស្រែចូលក្រុងហើយបាទអ្នកស្រែចូលក្រុងម្ដងព្រោះនៅស្រែយូរពេកឥឡូវមកចូលក្រុងម្ដងបានមកដល់អ៊ីអន3បាទគណៈពេលនេះដែរគឺខ្ញុំបានដើរនៅលើស្ពានកញ្ចក់នៅអ៊ីអន3នៅជាន់ទី3ហើយផ្លែកភ្នែកពិតជាផ្លែកភ្នែកមែនបាទខុសពីស្រែអញ្ចឹងមកគេហៅស្រែហៅក្រុងខុសគ្នាអញ្ចឹងបាទទីក្រុងត្រង់ណាក៏ភ្លើងដែរតែផ្លូវដើរក៏ភ្លើងមាត់ច្រកទ្វារនោះក៏ភ្លើងបាទសិតតែភ្លើងមិនថាថ្ងៃមិនថាយប់អត់ដូចយើងនៅស្រែទេយើងនៅស្រែបានតែពេលខែភ្លឺខែខ្នោតណាបាទបានមានលោកខែមើលតែនៅនេះគឺមានរហូតបាទមានរហូតមិនថាយប់មិនថាថ្ងៃទេគឺមានរហូតបាទមកហើយមកលេងnhữngគេម្ដងបាទនិយាយតាមត្រង់ទៅថ្ងៃនេះមកទទួលក្មួយបាទក្មួយគាត់មកពីកូរ៉េមកទទួលហ្នឹងអញ្ចឹងបានជ្រាបពេលមកដើរលេងផងបាទហើយក៏សំណាងដែរមកជួបកូនភ្លោះ2នាក់បាទ2នាក់បងប្អូនកូនភ្លោះនេះណាប៉ាអត់ណាហ៊ានដើរអត់មើលសំថតមួយមើលអូនអូយ៉ាមើលឃើញតែក្រោមអត់មើលឃើញតែក្រោមអត់បាទនេះកូនភ្លោះនេះមិនមែនកូនភ្លោះពីមុនទេកូនភ្លោះពីមុននៅខាងតកៅបងនៅខាងណាវិញអូកូនភ្លោះតកៅប៉ុន្តែកូនភ្លោះតកៅមុននោះកមុំហើយនេះអូនមើលឈរមើលអូនឈរមើលឈរមើលពូថតមួយដូចគ្នាដល់ហើយដូចគ្នាមែនណាមើលកាមេរ៉ានេះអូនណាមើលដូចគ្នាអត់ឈរទៅគ្នាមើលទៅគ្នាមកកូនមើលទៅគ្នាមើលឈរចិត្តប៉ាដូចគ្នាបាទអរគុណច្រើនកូនអរគុណច្រើនតោះដើរមើលណ៎ឃើញណាគេដើរក្រោមយើងឃើញអត់បាទពិតផ្លែកភ្នែកបាទផ្លែកភ្នែកខុសពីយើងនៅស្រែបាទនោះជាន់ក្រោមហើយបងប្អូនពុកម៉ែនៅក្រោមទាំងអស់ក៏អត់ឡើងមកលើទេឡើងមកតែខ្ញុំម្នាក់ឯងគាត់ថាគាត់ហត់ចដាយន្តមានគាត់ឡើងហើយឥឡូវនេះខ្ញុំបានចុះទៅវិញហើយបងប្អូនកូនភ្លោះទាំង2នាក់ដើរដើរសកឡងទៀតកឡងអាកន្លែងកនោះកន្លែងអូកឡងឲ្យផុតយ៉ាកឡងឲ្យផុតអូអឹបយ៉ាចេះកឡងទៀតអូខំបាំងកឡងអត់ទៅខាងម៉ាក់បងប្អូនត្រូវការអីខ្លះបាទមានទាំងអស់បងប្អូនមិនគេហៅថាផ្សារទំនើបបានគឺមានសពគ្រប់បែបយ៉ាងទាំងអស់បាទចិត្តរបស់ friend